ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះប្លែកខុសពីរាល់ដងអញ្ចឹងណាបរិសាររាល់ដងខ្ញុំមិនដែលបានថតសកម្មភាពនៅពេលដែលខ្ញុំជិះទៅបងស្នាញ់អីទេថ្ងៃនេះគឺខ្ញុំថតសកម្មភាពក៏ដូចជាទីតាំងកន្លែងដែលខ្ញុំទៅបងស្នាញ់អីអញ្ចឹងណាបងប្អូនហើយទេសភាពនៅតាមហ្នឹងពេលយើងជិះទៅក៏ស្រស់ស្រាយដែរហើយនេះគឺរូបភាពស៊ីនចេញពីកាមេរ៉ាទូរស័ព្ទតែម្ដងបងប្អូនអត់មានអីទៀតអត់មានអីទេគឺរូបភាពបែបរៀលបែបពិតតាំងដែលខ្ញុំត្រូវទៅបងស្នាញ់បងប្អូនគឺជិះកាត់វាលស្រែវាលស្រូវតាមផ្លូវទៅកន្លែងបងដីហ្នឹងក៏ហុយគួរសមដែរហើយខ្ញុំឥឡូវខ្ញុំកំពុងតែធ្វើការជិះទៅឲ្យបងប្អូននៅខាងនេះគឺមានបន្លាយបងប្អូនដូចបងប្អូនឃើញនៅក្បាលវីដេអូកន្លែងខ្ញុំទៅបងគឺថាទាច្រើនមែនតើទៅចាប់ត្រីទៅដើមត្រីជាមួយទាម្ដងមើលចង់ដឹងថាតើដើមត្រីឆ្នះទីអត់បងប្អូនពេលខ្លះយើងជិះមកតាមវាលអញ្ចឹងបងប្អូនគឺមានអារម្មណ៍ថាវាស្រស់ស្រាយវាបាត់កង្វល់នៅក្នុងខ្លួនអីចឹងណាពេលដែលយើងបានមកវាជាពិសេសអ្នកដែលនៅតាមទីក្រុងចូលចិត្តមកតាមស្រុកស្រែមកចកាគឺមានអារម្មណ៍ថា fresh បងប្អូនហើយនេះគោយន្តគេដឹកចំបើងណាដឹកចំបើងគេយកមកពីកន្លែងចុះសៅតាំងពេលគេចូលថៃគេមកគេគោយន្តដឹកយកមកផ្ទះឲ្យកោឲ្យកបីហើយតាមផ្លូវនេះគឺរៀងនេះដែរបងប្អូនវារៀងកលាច់វាអីពូវាមានដីវាមិនចូលលក្ខណៈដីខ្សាច់ទេតែវាដីផុលអញ្ចឹងណាបងប្អូនហើយស្រូវខ្លះទុំហើយខ្លះទៀតក៏មិនទាន់ទុំដែរបងប្អូននៅនេះគេហៅថាវាដាពោអញ្ចឹងបងប្អូននេះខាងឆ្វេងខាងស្ដាំខ្ញុំមានបន្លាយសម្បូរត្រីក្រាញ់ហើយនឹងត្រីដែងអីបងប្អូនតែមិនសូវសល់ច្រើនទេព្រោះដោយសារត្រីធំនឹងគេឆក់យកអស់ហើយណានៅតែត្រីតូចហ្នឹងអញ្ចឹងខ្ញុំជិះទៅមុខទៀតដើម្បីទៅមើលនៅមុខណាទីតាំងនៅមុខបើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំទេកុំភ្លេចចុច Subscribe ក៏ដូចជា Like Comment នៅនឹងវីដេអូរបស់ខ្ញុំឲ្យដឹងថាបងប្អូនចូលចិត្តប្រភេទវីដេអូបែបម៉េចទេបើសិនជាបងប្អូនចូលចិត្តឱកាសបងស្នាញ់ឬក៏ការប្រាប់ពីរបៀបចាប់ត្រីចាប់អីណាបងប្អូនអាច Comment នៅខាងក្រោមបានចឹងពេលខ្លះខ្ញុំគៀងដែរដឹងថាអូគួរធ្វើវីដេអូបែបម៉េចហើយសម្រាប់ការបងត្រីវិញបងប្អូនបងត្រីខ្ញុំបងក្រឹបបងប្អូនខ្ញុំបងត្រឹបវាមិនមែនដូចយើងបងអុសយកបងយកណាអញ្ចឹងត្រីត្រប់ផុសមួយអីចូលកន្លះម៉ោង1ម៉ោង2ម៉ោងអញ្ចឹងបើថាកាមេរ៉ាដាក់ទុកវិញហើយមិនដឹងពេលណាបានត្រីវាផុសទេហើយកាមេរ៉ារបស់យើងវាពេញ memory អញ្ចឹងវាពិបាកមែនតើបងប្អូនហើយខ្ញុំតែម្នាក់ឯងទេថតกับម្នាក់ឯងអីกับម្នាក់ឯងសុទ្ធសាធអញ្ចឹងរៀងពិបាកទេបងប្អូនប៉ុន្តែហ្នឹងក៏វាមិនមែនជាបញ្ហាធំអីដែរសំខាន់ខ្ញុំចង់បានវីដេអូថ្មីក៏ដូចជាផ្ដិតយករូបភាពក៏ដូចជាសកម្មភាពបងត្រីផ្សេងឲ្យបងប្អូនបានមើលខ្ញុំអត់ខ្វល់ថាវាពិបាកអីទេសំខាន់គឺយើងស្រឡាញ់ហើយនេះទីតាំងទាខ្ញុំថាមកបងស្រឡាញ់នៅកន្លែងហ្នឹងឯងតប៉ែទានេះចំយ៉ាមកដេញចាប់អាកូនត្រីចេញអីហើយត្រីវាមិនហ៊ាននៅវាស្ងំពួនគៀនច្រាំងអស់ហើយកន្លែងហ្នឹងគឺសម្បូរត្រីធំហើយខ្ញុំថាមកបងកន្លែងហ្នឹងឥឡូវលោកទាលបងទាគាត់នាំគ្នានេះពេញលេងនេះសត្វទាហើយត្រីនោះពុលគ្នាថប់ទាំងហើមងាប់ពេញមកហ្នឹងឯងអាទីវាចុះទៅហួរផងវាចុះអាចវានោមនៅក្នុងទឹកអីតែពុលទឹកពុលអីពេញមកហ្នឹងឯងបងប្អូនអញ្ចឹងខ្ញុំក៏ឈប់មើលទីទៅនេះលបងនេះស្រែកខ្វាក់ពេញមកហ្នឹងឯងមានអានៅក្នុងទឹកផងអានៅខាងលើផងគឺច្រើនមែនតើបងប្អូនទាច្រើនមែនតើគេយកមកប្រឡែងឲ្យវាតាមឲ្យស៊ីតាមវាអញ្ចឹងណាហើយគេបូមទឹកពីអាបន្លាយហ្នឹងឯងទៅដាក់តាមស្រូវប្រាំងអាគេច្រូតហើយគេដាក់ទៅឲ្យវាចាប់ចំណីទៅតាមហ្នឹងណាខ្ញុំអត់ដឹងថាវាចាប់ស្អីទេចាប់កូនសត្វអីដឹងវាលោតចេញមកពីស្រូវអីដឹងពេលគេបូមទឹកដាក់តែពេលខ្ញុំជិះម៉ូតូចេញទៅរត់ហើយទេតាអ៊ីអាទីនេះវាពងអញ្ចឹងមើលរត់ដូចអាណាខ្លះនេះអាណាខ្លះដែលរត់ដូចទាបងប្អូនចឹងដោយសារកន្លែងនេះទាច្រើនបងប្អូនអញ្ចឹងខ្ញុំត្រូវការជិះទៅមើលនៅតាមមុខណាខ្ញុំចេះជិះដើររត់តែបងប្អូនកាលមុនខ្ញុំធ្លាប់មកបងម្ដងដែរនៅបងប្អូនវីដេអូរបស់ខ្ញុំនៅក្នុង channel របស់បងប្អូនចង់ឃើញបងប្អូនអូពីក្រោមនេះឃើញហើយខ្ញុំធ្វើការជិះបន្តទៅមុខទៀតដែរបងប្អូននេះដាក់ការមួយធ្វើឡើងហំហានប៉ុន្តែគ្មានបានប្រយោជន៍ស្អីទេជិះមួយថ្ងៃហ្នឹងបងត្រីគ្មានបានតែយកជាការគឺមិនកើតទេបានទៅដើរលេងហើយនឹងបានត្រីតិចតួចហូបហ្នឹងហើយបងប្អូន
lấy chia từ tiết ra bốn rồi mới mục tiền lấy đến đo tí tăng ấy để tự bóng á này chừng đậm mà sao này trà được kiên này hay ti về lấy tật bị nhung chơi chọn trâu ấy nhung ô vì thế nào vì miền tây được ọt thì chứ này chẳng nhung tiền sao này ô bằng từ và tay một tây tràn tây canh tây đại dây tràn bây giờ trập giờ ấy nó ai bán tràn đây tại nhung có sắm ra chất ha nhung ô vì thế vì miền tây đói ọt ấy chẳng nè nhung chơi chọn trập bằng bốn rồi nhungធ្វើការទាញអូសវាហើយបងប្អូនចាំមើលតើបានត្រីអត់ទាញមើលអ្នកណាទាញត្រូវឲ្យកាត់មករៀលថាបានត្រីប្រហែលប៉ុន្តែអត់តល់តើមើលវីដេអូចប់បានទាញណាទាញមុនណាមើលវីដេអូហើយខ្ញុំធ្វើការទាញបងប្អូនទាញមកវាតិចតិចទៅសណាញ់ខ្ញុំនេះសណាញ់ហោះណា8ហាត់អីកាឡា4កាឡាបងប្អូនទាញមកបងប្អូនចាំមើលទាំងអស់គ្នាថាតើបានត្រីឬក៏អត់នេះគឺជាលទ្ធផលបងប្អូនបានត្រីដែងមួយត្រីក្រាញ់មួយដែងនេះដែងតុនបងប្អូនដែងតុនគឺឆ្ងាញ់បងប្អូនឆ្ងាញ់ខុសពីដែងរឹងណាដែងរឹងវាអត់ផ្អែមទេសាច់វាអត់ផ្អែមវាស្វិតទៀតតែបណ្ដែងតុនសាច់វាផ្អែមហើយសាច់វារាងផុយអញ្ចឹងណាខុសពីដែងរឹងបងប្អូនហើយនេះមួយទៀតត្រីក្រាញ់មួយទៀតណាមួយទៀតគេចូលត្រីក្រាញ់ត្រីដែងនេះចាប់ដាក់កានហើយអានេះគឺជាត្រីក្រាញ់ឥឡូវខ្ញុំធ្វើការទាញត្រីក្រាញ់ដាក់ចូលក្នុងកានមួយទៀតសិនពងទៅចុះស្នាញ់អញ្ចឹងណាដាក់ត្រីក្រាញ់ចាំមួយថ្ងៃហ្នឹងឃើញបានត្រីអីច្រើនហ្នឹងបងអើយថាមកកន្លែងហ្នឹងសង្ឃឹមថាបានត្រីអីច្រើនប៉ុន្តែមកដល់ក៏លោកបងទាគាត់លេងទឹកពុលត្រីពុលអស់ហើយណាមួយទៀតក៏ទាវាជុះអាចដាក់ទឹកផងអីផងខ្ញុំខ្ជិលចោះទឹកអីចឹងណាខ្ញុំក៏ទៅវិញទៅបងកន្លែងហ្នឹងហើយខ្ញុំចេញទៅកន្លែងមួយទៀតហើយនេះខ្ញុំដាក់មកស្នាញ់ទៀតខ្ញុំអូសដែរហ្នឹងខ្ញុំដាក់មកស្នាញ់ទៀតច្រាវដាក់ក្របទៅអាខាងនៅបន្លាយណារួចអូសវាទម្លាក់ចុះមកក្រោមតែបានត្រីទេបងប្អូនស្នាញ់នេះមានបានត្រីណាបើត្រីវាតបលចូលផុកអស់ហើយវាអត់នៅនឹងជើងបយងផងបងប្អូនចូលចិត្តបងស្នាញ់ដូចខ្ញុំអត់ខ្ញុំពេលដែលខ្ញុំតនេខ្ញុំចូលចិត្តទៅបងស្នាញ់ទៅវាលមានអារម្មណ៍ថាស្រស់ស្រាយបងប្អូនពេលខ្លះយើង stress យើងអត់សប្បាយចិត្តពេលយើងបានទៅវាលទៅធ្វើឲ្យអារម្មណ៍យើងហ្នឹងវាភ្លេចរាល់កង្វល់ដែលយើងមានអញ្ចឹងណាវាទៅតាមខ្យល់ទៅតាមអីអញ្ចឹងទៅហើយអ្នកខ្លះគេចូលចិត្តស្ទូចគេស្ទូចត្រីគេទៅឡើងភ្នំទៅអីតែសម្រាប់ខ្ញុំអត់ចេះស្ទូចត្រីហ្នឹងខ្ញុំចេះតែបងស្នាញ់តែពេលអញ្ចឹងខ្ញុំមកបងស្នាញ់ពេលតនេហើយទេសភាពនៅតាមវាលគឺថាអែមមែនតើបងប្អូនសម្រាប់អ្នកដែលចង់មកលេងអីមកបន្លាយហ្នឹងអីសម្រាប់ដុតត្រីអាំងដុតអីគឺថាមានត្រីបងប្អូនអាចមកហូបបានអានេះគឺខ្ញុំមកពីអាបន្លាយហ្នឹងវិញគឺខ្ញុំមកស្រះយាយបរមកស្រះយាយខ្ញុំដាក់មកស្នាញ់ស្រះហ្នឹងក៏ដែរបូមទេបងប្អូនហើយក៏មិនសូវមានត្រីដែរខ្ញុំបងលេងទៅស្រះຕົកចោលដែរហ្នឹងឥឡូវបានចាប់បានត្រីតែងមួយមកស្នាញ់មិញសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំណាកុំភ្លេចចុច Subscribe ផងហើយវីដេអូមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាយបាយ